តើបងប្អូនថ្ងៃនេះរៀនធ្វើទឹកត្រីទុកហូបម្ដងទឹកត្រីនេះសល់ពីយើងបំបៀមកត្រីតូចៗដែលយើងមិនហូបយើងគេទៅផ្ងំទុកទៅចូល2ឆ្នាំហើយមុននឹងយើងយកមកដាំអញ្ចឹងគឺយើងច្រោះវាយកទៅទឹកទេយើងឆ្អឹងវាយើងចោលពុះទឹកត្រីក្បួនតាម YouTube គាត់ទៅផ្ងំចូល2ឆ្នាំហ្នឹងនេះជំរំយកមកដុតដល់ចាប់ផ្ដើមឈ្ងុយឆេះល្អណាស់ថ្ងៃនេះដោយសារវាជាថ្ងៃសៅរ៍អាទិត្យផងជាទូទៅថ្ងៃអាទិត្យអីមកលេងផ្ទះម៉ែអញ្ចឹងឆ្លៀតយកទៅត្រីមកដាំនៅនឹងបានម៉ែជួយប្រាប់វិធីក្នុងការដាំមានអីដាំទៅឈ្ងុយដែរបងប្អូនចាប់ពុះឈ្ងុយក្លិននេះឲ្យក្លិនទឹកត្រីមកឡើងកាលនេះយើងចាប់ផ្ដើមច្រោះវាព្រោះដោយសារសាច់ត្រីវាច្រើនដែលយើងវាកកអត់ចង់ហូរទេតម្រុំតបាទឹកត្រីរាងក្រហមនឹងច្រោះចូល4 ទៅ 5 ដងបងប្អូនតម្រុំតបានទឹកត្រីម្ដងនឹងយូរតែមានជាតិត្រីចូលបានមក3លីត្រនេះចាប់ផ្ដើមច្រោះពីបេះដូងក្រហមពុះមកស្ករត្នោតនេះអូម៉ៃត្រង់ទៅ2 ដងឯនោះឲ្យល្អទេថាទឹកត្រីថ្ងៃខ្លាអញមិនខ្លាត្រង់មើលនឹងគាត់នឹងណាស់3 ដង 4 ដង 5 ដងអានេះការច្រោះចុងក្រោយនេះបងប្អូនដាក់កណ្ដាប់2ជាន់នឹងហូររែកអញ្ចឹងក្រហមល្អហើយនិយាយពីក្លិនមានឈ្ងុយមានជាតិត្រីអានេះជាលក់ទៅបាយកកក្រហមណាបងប្អូនអើយជាតិយើងត្រីសអត់ឯងកុំចោលលាងឲ្យស្អាតអាប់អំបិលទុកមានសរុបទាំងអស់បានប៉ុណ្ណឹងដបដែរគ្រប់មួយឆ្នាំជាតិ